សូមស្វាគមន៍លោកអ្នកនាងមកកាន់ការអានព្រះគម្ពីរប្រចាំថ្ងៃព្រះគម្ពីរសាស្តាជំពូកទី5ខ1ដល់ខ20ខ1ចូលរក្សាជើងឯងក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះបិទដែលចូលទៅចិត្តដើម្បីស្ដាប់នោះវិសេសជាងថ្វាយយ៉ាញ់បូជារបស់មនុស្សល្ងីល្ងើពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេខ2កុំឲ្យចិត្តឯងរហ័សពេកក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយបិទព្រះទ្រង់គង់នៅស្ថានសួគ៌ហើយឯងនៅផែនដីទេដូច្នេះត្រូវឲ្យឯងមានសម្ដីតិចវិញខ3ត្បិតកាលដែលយល់សពនោះកើតមកដោយមានរវល់ជាច្រើនហើយសំឡេងរបស់មនុស្សល្ងីល្ងើក៏ឮដោយមានពាក្យសម្ដីច្រើនដែរខ4កាលណាឯងបន់ព្រះនោះកុំឲ្យបងអង្គនឹងលាបំណន់នោះឡើយពីព្រោះទ្រង់មិនសពព្រះハរតីនឹងមនុស្សល្ងីល្ងើទេចូលសងតាមដែលឯងបានបន់ចោះខ5ស៊ូកុំឲ្យឯងបានបន់ជាងបន់ហើយតែមិនលាបំណន់នោះវិញខ6កុំបើកមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយក៏កុំឲ្យពោលនៅមុខទេវតាថានេះជាការច្រឡំទេតើចង់ឲ្យព្រះមានសេចក្តីខ្ញាល់ដោយសំឡេងឯងហើយបំផ្លាញការនៃដៃឯងធ្វើអីខ7ត្បិតក្នុងការយល់សពច្រើនហើយក្នុងពាក្យពោលជាច្រើននោះតែងមានសេចក្តីឥតប្រយោជន៍គួរឲ្យកោតខ្លាចដល់ព្រះវិញខ8បើសិនជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រឬពួកច្រឡោតកំពុងតែបង្វែរសេចក្តីយុត្តិធម៌និងសេចក្តីសុចរិតនៅក្នុងស្រុកណានោះកុំឲ្យឆ្ងល់ពីការនោះឡើយត្បិតមានអ្នកមួយដែលខ្ពស់ជាងគេត្រួតមើលអ្នកធំនោះហើយក៏មានដែលខ្ពស់ជាងគេទៅទៀតផងខ9មួយទៀតផលកើតពីដីនោះសម្រាប់គ្រប់គ្នាទោះទាំងស្ដេចក៏បានស្បៀងអាហារពីចំការមកដែរខ10អ្នកណាដែលស្រឡាញ់ប្រាក់នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរណ៍នោះក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរនេះក៏ជាការឥតប្រយោជន៍ទៅទេខ11កាលណារបស់ទ្រព្យបានចម្រើនឡើងនោះពួកអ្នកដែលស៊ីទ្រព្យនោះក៏មានគ្នាច្រើនឡើងដែរដូច្នេះតើមានប្រយោជន៍អ្វីដល់ម្ចាស់នៃទ្រព្យសម្បត្តិនោះលើកតែបានឃើញដោយភ្នែកប៉ុណ្ណោះខ12ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់នោះស្រួលឆ្ងាញ់ទោះបើបានបរិភោគតិចឬច្រើនក្តីប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាននោះមិនឲ្យគេដេកលក់បានទេខ13មានការអាក្រក់យ៉ាងធ្ងន់មួយមុខដែលយើងបានឃើញនៅក្រោមថ្ងៃគឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួនខ14ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅដោយគ្រោះអាក្រក់ណាមួយបើអ្នកនោះបានបង្កើតកូនប្រុសមួយនោះគ្មានសល់អ្វីនៅដៃវាទេខ15អ្នកនោះសម្រាលចេញពីផ្ទៃម្ដាយមកយ៉ាងណានោះក៏ត្រូវត្រឡប់ទៅវិញខ្លួនទៅទេដូចជាបានមកនោះដែរឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយខ16នេះក៏ជាការអាក្រក់យ៉ាងធ្ងន់ដែរ
គឺដែលកើតមកយ៉ាងណានោះត្រូវទៅវិញយ៉ាងនោះឯងការដែលបានធ្វើដោយនឿយហត់ជាអាសាឥតការដូច្នេះនោះតើមានប្រយោជន៍អ្វីដល់ខ្លួនខ17គ្រប់មួយជីវិតនោះត្រូវរយរាវទៅក្នុងសេចក្តីងងឹតក៏កើតមានទុក្ខព្រួយច្រើនព្រមទាំងមានជំងឺបៀតបៀននិងក្រហល់ក្រហាយចិត្តផងខ18នេះហើយជាការដែលយើងបានគិតឃើញថាល្អហើយគួរសមគឺឲ្យមនុស្សបានស៊ីហើយផឹកព្រមទាំងមានចិត្តរីករាយក្នុងអស់ទាំងការដែលខ្លួនធ្វើដោយនឿយហត់នៅក្រោមថ្ងៃដរាបអស់មួយជីវិតដែលព្រះបានប្រទានមកខ្លួនត្បិតនោះហើយជាចំណែករបស់ខ្លួនខ19ឯអស់អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិនិងធនធានព្រមទាំងឲ្យមានអំណាចនិងបរិភោគផលនៃរបស់ទាំងនោះនិងទទួលយកចំណែករបស់ខ្លួនបានហើយរីករាយក្នុងការដែលខ្លួនធ្វើដែរនេះឯងជាអំណោយទានពីព្រះខ20បិទអ្នកនោះនឹងមិននឹកចាំពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេពីព្រោះព្រះទ្រង់ផ្សាយសេចក្តីអំណរមកក្នុងចិត្តហើយ